Chấm riêng xua có đôi số đây từ cả nhà từng ở kia, để thế này phong đai một chục trong bạn một đồng tiền hai, để thế này phong đai trong nằm prep nhà từng ở kia,ผมปีระเบียบដាក់ mode block root សូមបញ្ជាក់ផងដែរថាវីដេអូ part 1របស់ខ្ញុំដែលខ្ញុំបានប្រាប់អ្នកទាំងអស់គ្នាអំពីរបៀបដាក់ mode block fruit គឺមិនអាចប្រើបានទៀតទេព្រោះដោយសារតែ block fruit ត្រូវបាន update ដូចនេះហើយ mode ត្រូវបានគេកែសម្រួលដូច្នេះហើយគឺយើងមិនអាចយកកូដចាស់យកមកប្រើបានទៀតទេគឺយើងត្រូវយកកូដថ្មីរបស់គេដែលគេបានរៀបចំយកមកប្រើវិញហើយខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាអំពីរបៀបដាក់ mode សារឡើងវិញតាមពីដើមរហូតដល់ចប់ឡើងវិញព្រោះដើម្បីឲ្យអ្នកថ្មីបានចូលមកពួកគាត់បានដឹងអំពីរបៀបដាក់ mode តាមពីដើមសម្រាប់អ្នកដែលបានមើល part 1ការវីដេអូចាស់ហើយអ្នកទាំងអស់គ្នាគ្រាន់តែសារវីដេអូនេះដើម្បីទៅមើលខាងមុខនៃកន្លែងចិត្តចប់គឺខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាអំពីវិធីសាស្ត្រក្នុងការយកកូដដើម្បីដាក់ mode ជាដំបូងអ្នកទាំងអស់គ្នាត្រូវចុចចូលទៅកាន់ជ្រោមមកអ្នកទាំងអស់គ្នាចុចកន្លែង search ទាំងអស់គ្នាគ្រាន់តែយក link ដែលខ្ញុំបានដាក់នៅខាងក្រោមវីដេអូយកមកដាក់មកដល់ត្រង់កន្លែងនេះអ្នកទាំងអស់គ្នាអូសទៅរកពាក្យថា download បន្ទាប់មកចុចពាក្យថា free download មកវានឹងលោតពាណិជ្ជកម្មមកបែបនេះអ្នកទាំងអស់គ្នាគ្រាន់តែមើលពាណិជ្ជកម្មនេះរហូតដល់ចប់ហើយចុចទៅលើសញ្ញាខ្វែងនោះវានឹងនាំអ្នកទាំងអស់គ្នាមកដល់កន្លែងនេះមកអ្នកទាំងអស់គ្នាគ្រាន់តែអូសទៅរកពាក្យថា download ហើយចុចលើវាបន្ទាប់មកចុចពាក្យ free download បន្ទាប់មកវានឹងលោតពាណិជ្ជកម្មមកបែបនេះបន្ទាប់មកអ្នកទាំងអស់គ្នាគ្រាន់តែមើលពាណិជ្ជកម្មឲ្យដល់ចប់វានឹងឲ្យ download អ្នកទាំងអស់គ្នាគ្រាន់តែចាំវាឲ្យពេញដើម្បីដំឡើងវាបន្ទាប់មកអ្នកទាំងអស់គ្នាចុចលើវាដើម្បីយើងដំឡើងវាបន្ទាប់មកអ្នកទាំងអស់គ្នាចុចចូលទៅកាន់រូបប្លុកបន្ទាប់មកអ្នកទាំងអស់គ្នាគ្រាន់តែចុចបង្កើត account ឬក៏ connect ចូល account របស់អ្នកទាំងអស់គ្នាបន្ទាប់មកអ្នកទាំងអស់គ្នាចុចចូលទៅកាន់ block fruitបន្ទាប់មកវានឹងលោតបែបនេះអ្នកទាំងអស់គ្នាគ្រាន់តែចាំឲ្យវាលោតគ្រប់ចំនួនលេខរបស់វាកំណត់ហ្នឹងទៅមកវានឹងលោតបែបនេះអ្នកទាំងអស់គ្នាគ្រាន់តែចុចកន្លែងដែលខ្ញុំបានដាក់សញ្ញាព្រួញនេះទៅរួចហើយអ្នកទាំងអស់គ្នាចុចចូលទៅកាន់ជ្រោម
តបមកអ្នកទាំងអស់គ្នាចុចកន្លែង search ហើយដាក់ link ដែលអ្នកទាំងអស់គ្នាបាន copy ចូលបន្ទាប់មកអ្នកទាំងអស់គ្នាត្រូវរងចាំឲ្យវាវិលលោតសញ្ញាគ្រីជាមុនសិនពេលដែលវាលោតសញ្ញាគ្រីរួចហើយវានឹងមិនចេញទម្រង់ដូចខ្ញុំបែបនេះទេវានឹងចេញទម្រង់មួយទៀតអ្នកទាំងអស់គ្នាគ្រាន់តែធ្វើតាមវាទៅនឹងចេញទម្រង់ដូចខ្ញុំបែបនេះហើយពេលដែលអ្នកទាំងអស់គ្នាបានចុច copy វារួចហើយសូមអ្នកទាំងអស់គ្នាចុចចូលទៅកាន់រូប block បន្ទាប់មកសូមអ្នកទាំងអស់គ្នាចុចចូលទៅកាន់ block fruit ដល់ត្រង់កន្លែងនេះអ្នកទាំងអស់គ្នាគ្រាន់តែរងចាំឲ្យវាចេញ mode មកបន្ទាប់មកអ្នកទាំងអស់គ្នាគ្រាន់តែដាក់កូដដែលអ្នកទាំងអស់គ្នាបាន copy អំបញ្ញមិញនៅពេលដែលអ្នកទាំងអស់គ្នា copy ហើយមិនទាន់អាចប្រើ mode បានទេតើតើអ្នកទាំងអស់គ្នាទៅយកកូដដើម្បីដាក់ mode មួយទៀតបន្ទាប់មកសូមអ្នកទាំងអស់គ្នាចុចចូលទៅកាន់ជ្រោមបន្ទាប់មកអ្នកទាំងអស់គ្នាគ្រាន់តែយក link ដែលខ្ញុំបានដាក់នៅខាងក្រោមវីដេអូនេះយកមកដាក់កន្លែង search រួចហើយអ្នកទាំងអស់គ្នាគ្រាន់តែ copy អក្សរដែលមាននៅលើអេក្រង់នេះទាំងអស់បន្ទាប់មកសូមចុចចូលទៅកាន់រូប block រួចហើយចុចចូលទៅកាន់ block fruit បន្ទាប់មកអ្នកទាំងអស់គ្នាគ្រាន់តែរងចាំឲ្យវា load mode រួចហើយអ្នកទាំងអស់គ្នាគ្រាន់តែចុចតាមខ្ញុំដែលខ្ញុំបានដាក់សញ្ញាពុះរួចនៅខាងលើវីដេអូនេះហើយខាងលើនេះគ្រាន់តែជាឈ្មោះទេអ្នកទាំងអស់គ្នាចង់ដាក់ឈ្មោះដាក់ទៅចំណែកខាងក្រោមនេះអ្នកទាំងអស់គ្នាត្រូវតែដាក់កូដដែលអ្នកទាំងអស់គ្នាបាន copy អំបីមិញរួចហើយអ្នកទាំងអស់គ្នាអាចប្រើ mode បានតាមចិត្តដែលអ្នកទាំងអស់គ្នាចង់ប្រើសម្រាប់ mode នេះផងដែរអ្នកទាំងអស់គ្នាអាច farm អាចទៅយកដាវនិងអាចទៅរក fruit បានផងដែរ